រឿងដង្កូវនិងក្អែកមាននិទានមួយដំណាលថាមានក្អែកមួយហើរស្វែងរកចំណីក៏ប្រទះឃើញដង្កូវកំពុងស៊ីស្លឹកឈើក្អែកហើរទៅជិតដង្កូវដោយមានបំណងស៊ីដង្កូវនោះដង្កូវដឹងពីបំណងរបស់ក្អែកក៏សួរផ្លែតថាមករកអីក្អែកឆ្លើយអញមកស៊ីឯងនឹងណាដង្កូវតបថាក្អែកឯងស៊ីអញមិនទាន់បានទេលុះត្រាណាឯងដោះប្រស្នាអញរួចសិនទើបឯងអាចស៊ីអញបានក្អែកសួរថាតើប្រស្នាឯងដូចម្ដេចខ្លះទៅសួរមកអញនឹងរកឲ្យឃើញដង្កូវលើកប្រស្នាដូចតទៅទី1ដូចម្ដេចដែលហៅថាផ្អែមជាងគេបំផុតទី2ដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុតទី3ដូចម្ដេចដែលហៅថាស្អុយជាងគេបំផុតនិងទី4ដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតក្រោយពីឮប្រស្នាទាំង4របស់ដង្កូវក្អែកយល់ថាជាប្រស្នាស្រួលបំផុតហើយក៏ឆ្លើយភ្លាមថាទី1ដែលហៅថាផ្អែមជាងគេបំផុតគឺមានស្ករនិងទឹកឃ្មុំទី2ដែលហៅថាជូរចត់ជាងគេបំផុតគឺមានក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះទី3ដែលហៅថាស្អុយជាងគេបំផុតគឺមានអាចម៍និងគម្រង់ឯទី4ដែលហៅថាក្រអូបជាងគេបំផុតគឺមានផ្ការំដួលផ្កាម្លិះនិងទឹកអប់ដង្កូវឆ្លើយថាក្អែកឯងដោះប្រស្នានេះមិនត្រឹមត្រូវទេក្អែកតបវិញបើខុសសូមដង្កូវឯងប្រាប់គ្នាឲ្យបានដឹងផងដង្កូវឆ្លើយថាអាចប្រាប់បានតែឯងចុះកិច្ចសន្យាថាមិនស៊ីអញក្អែកក៏យល់ព្រមហើយដង្កូវក៏ដោះប្រស្នាប្រាប់ក្អែកដូចតទៅទី1ដែលហៅថាផ្អែមបំផុតនោះគឺពាក្យសម្ដីពីរោះស្មោះត្រង់នឹងគ្នាទី2ដែលហៅថាជូរចត់បំផុតនោះគឺពាក្យភូតភរកុហកឃោឃៅឥតគួរសមទី3ដែលហៅថាស្អុយបំផុតនោះគឺស្អុយគេស្អុយឈ្មោះដែលបានប្រព្រឹត្តអាក្រក់នេះហើយហៅថាស្អុយច្រាស់ខ្យល់ឯទី4ដែលហៅថាក្រអូបបំផុតនោះគឺក្រអូបគេឈ្មោះកិត្តិយសដែលបានប្រព្រឹត្តនៅអំពើល្អឯងបានស្ដាប់ប្រស្នានេះហើយក៏ឈប់ស៊ីដង្កូវទៅតូចមែនពិតតែដូចពេជ្រពុនរាយ